អ្នកដែលចូលចិត្ត sunset ដូចខ្ញុំមកពេល stress ម្ដងបានទៅសមុទ្រគួយញ៉ាំមកអាំងមើល sunset អូយជីវិតនេះគឺពោពេញដោយក្តីសុខ Welcome to 1000គម្រោង success មួយ part 3 វីដេអូទំចេញដល់ part 3 សោះមានជាការ comment ថាតាមដានវីដេអូខ្ញុំដូចតាមដានរឿងភាគឥណ្ឌាចាគឺមានតែគេអ្នកថាទេគឺមិត្តភក្តិខ្ញុំនឹងឲ្យអ្នកថានិយាយទៅបាទខាងដុតគ្នាឯងហ្នឹងគឺថាលេខ1តែម្ដងបានឲ្យចូលសេចក្ដីរបស់យើងវិញចង់មុននឹងទៅឆ្នេរព្រែកត្រែងពេលថ្ងៃហ្នឹងគឺពួកយើងត្រូវធ្វើអីញ៉ាំសិននិយាយទៅធ្វើអីយកទៅញ៉ាំនៅឆ្នេរព្រែកត្រែងហ្នឹងណាគ្នាមានមឹកអាំងមានដូចជាម្ហូបអីគេខ្លះទេមានជាការភ្លេចអស់ហើយចាតម្រាំតែយកមកកាត់តវីដេអូ voice over ហ្នឹងគឺភ្លេចអស់លេងហើយនិយាយទៅអា style ប្រចាំតកូលហ្នឹងគឺអត់ចោលហ្មងអាទៅមុនទៅណា outfit change ហ្នឹងគឺថាអត់ភ្លេចទេណាគ្នា part 1ក៏មាន part 2ក៏មានហើយ part 3នេះក៏នៅតែមានដែរកន្លែងហ្នឹងមានឃើញកុមារីនៅខាងក្រោយទេនោះអូខេអញ្ចឹងបន្តពីធ្វើម្ហូបឆ្អិនហើយឥឡូវនេះយើងមកដល់ឆ្នេរព្រែកត្រែងមានជាការឆេកនិយាយទៅឆេករហូតឆេកកូពេលវេលាឃើញកន្លែងអត់ស្អាតនិយាយទៅដូចខ្ញុំនិយាយនៅក្នុង part 2 អញ្ចឹងថា part 3 នេះនៅឆ្នេរព្រែកត្រែងគឺយើងមានសមាជិកបន្ថែមទៀតចាំមើលដល់គ្នាថាសមាជិកបន្ថែមរបស់យើងណាគេប៉ុន្តែដឹងបានឃើញអត់ទេបើនៅក្នុងវីដេអូហ្នឹងខ្ញុំថតតែខ្ញុំហ្នឹងបើមិនជឿមើលនេះថតម្ហូបបានតែប៉ុន្មាន second នេះឥឡូវដល់ខ្លួនឯងទៀតតែសំខាន់ពេលមកកាត់តវីដេអូនោះហើយគឺមានជាការនឹកមឹកអាំងឃ្លានមឹកអាំងជាខ្លាំងអីដែលសំខាន់ណាអាបាយហ្នឹងគឺថាបាយម៉ោង3ហើយនិយាយទៅបាយម៉ោងប៉ុន្មានម៉ោងទៅអត់ខ្វល់សំខាន់បានដែរលេងតែពេលហ្នឹងឲ្យស្វាយមែនណាអង្គុយញ៉ាំមឹកអាំងលើមាត់សមុទ្រហើយទៅមនុស្សច្រើនជុំគ្នានិយាយជុំគ្នាស្វាយទៅពេលហ្នឹងគឺស្វាយខ្លាំងមែនតើលក្ខណៈថាអង្គុយញ៉ាំបដាអីបដាឲ្យផ្អាប់គ្នាឡើងពេញសំខាន់ដល់ប្រធានបទណាដល់សៅយោខ្ញុំនិយាយមែនកាំងសំឡេងសោចនឹងខ្លាំងសំខាន់ណាស់ខ្ញុំនេះតាមអត់តដល់នឹងពិសោយើងអីទឹកមុខនឹងស្លើហើយនេះវីដេអូនេះបានយកពីទូរស័ព្ទគេផ្សេងខ្លះណាដើម្បីយកមកកាត់តចូលក្នុងនឹងបានបើមិនតែចាំទៅទូរស័ព្ទខ្ញុំថតហ្នឹងហើយគឺថាមានចាប់អ្នកទាំងអស់គ្នាទេគឺមានតែខ្ញុំទេចាសូមអធិស្ឋានផងចាកាមេរ៉ាពេលហ្នឹងគឺមានសិកាវាចបាត់មកកណាត់ហើយទៅលក្ខណៈថាថតបំបត្តិអ្នកខាងមុខចោលហ្មងបើសិនជាបានឃើញវីដេអូហ្នឹងហើយមិនឃើញរូបខ្លួនឯងនៅក្នុងចាបតោះលីចុះចានេះអ្នកកាន់កាមេរ៉ាហ្នឹងតែលេងសោះអីបានវីដេអូនឹងដែរមកកាត់តកុំអីអត់មានសោះហ្មងនិយាយទៅមានរូបខ្ញុំសោះហ្មងសំខាន់ពេលហ្នឹងថ្ងៃទី1ថតហើយដល់ពេលចូលដល់ថ្ងៃទី2គឺលុបរូបថ្ងៃទី1ចាលក្ខណៈថាស្អប់បំផុតដល់ពេលថតចេញ full storage មកអូយខំមែនចាជូនទៅចំពោះហៀកចាបាច់ឆ្ងល់ទេថាហេតុអីមិនរូបថតច្រើនណាតែអត់មានឃើញផងតែនៅក្នុងវីដេអូហ្នឹងអត់តន់អស់គ្នាណានៅមានបងមកក្រុមទៀតដែលគាត់នៅកំពង់សោមនឹងស្រាប់បាននិយាយទៅក៏ប្លែងខ្លាំងហ្មងអត់ស្ងាត់ទេយីមែនអត់ដឹងប្រធានបននិយាយពីអីរហូតថប់ពេកនិយាយទៅគាត់មានរឿងច្រើនក្នុងការនិយាយហ្មងហើយក្នុងវីដេអូហ្នឹងឲ្យឃើញគាត់ដោយសារអីគឺមាន2ម៉ូតូមកម៉ូតូមុនគេឲ្យមកមើលកន្លែងមុនណាម៉ែកង់ម៉ូតូមកម៉ូតូទៀតគេឲ្យមកមើលកន្លែងទៀតមានជាការទៅដល់កាហ្វេលើភ្នំអីណាចឹងមិនថា3 4ថ្ងៃទៅលេងកំពង់សោមណាគឺថាសោយរហូតមកអធិស្ឋានមែនតើណាសម្រាប់អត់មានរូបនៅក្នុងវីដេអូហ្នឹងគឺសូមអធិស្ឋានចាមានបានថតអីមែនហើយរបៀបថាអ្នកគាត់តែពីថតខ្លួនឯងខ្លួនឯងខ្លាចមានរូបខ្ញុំមើលដល់ពេលចង់មានបានបដោតលើណាគេទេព្រោះតែខ្លួនឯងយីមែនបានវីដេអូនេះមួយចាមិនដឹងចាប់ជន់មកពីណាទេចូលក្នុងនឹងដែរទៅ part 3 ហ្នឹងឃើញតែខ្ញុំឯងដើម្បីកុំឲ្យធុញចាមើលតែប៉ុណ្ណឹងទៅបានហើយថ្ងៃហ្នឹងគឺថាមានជាការនៅឆ្នេរព្រែកត្រែងរហូតដល់ឡើងនិយាយទៅគេទៅមើល sunset ទៅថ្ងៃទី1ពេលថ្ងៃហ្នឹងគឺគេចំណាយពេលនៅឆ្នេរព្រែកត្រែងហ្នឹងអង្គុយមើល sunset តដូចជាយប់អីបានមកទេវិញហើយតែ sunset ហ្នឹងស្អាតមែនបើមិនជឿខ្ញុំអត់មើលស្អាតខ្លាំងហ្មង sunset enjoy view sunset trong វីដេអូម្ដងកុំថាវីដេអូហ្នឹងឃើញតែខ្ញុំ